បងប្អូនអ្នកចិញ្ចឹមជ្រូកគ្រប់គ្នាតើបងប្អូនធ្លាប់ជួបបញ្ហាទាំងនេះអត់ជាជ្រូកឈឺនៅពេលយប់ឬក៏ថ្ងៃឈប់សម្រាកហើយរកទិញថ្នាំឬហៅពេទ្យសត្វមកមិនទាន់ការមានប្រអប់ថ្នាំឬឧបករណ៍សង្គ្រោះបឋមមាននៅប្រចាំទ្រុងអាចជួយឲ្យយើងថែទាំជ្រូកបានទាន់ពេលវេលានិងកាត់បន្ថយការខាតបង់ប៉ុន្តែត្រូវតែចងចាំថាថ្នាំទាំងអស់គឺមិនគួរប្រើជំនួសការវិនិច្ឆ័យរបស់ពេទ្យសត្វទេជាពិសេសនៅពេលជ្រូកឈឺធ្ងន់ថ្ងៃនេះខ្ញុំនឹងណែនាំអំពីអ្វីដែលគួរមានប្រចាំទ្រុងទី1យើងគួរមានថ្នាំសម្លាប់មេរោគនៅក្នុងទ្រុងជាទូទៅការចិញ្ចឹមជ្រូកនៅផ្ទៃបាតទ្រុងជ្រូកវាតែងតែកខ្វក់ដោយសារតែអាចជ្រូកដែលជាហេតុតាក់ទាញនៅសត្វរុយឬក៏សត្វល្អិតផ្សេងៗឲ្យមកទុំអញ្ចឹងទៅវាអត់សុវត្ថិភាពដូច្នេះហើយយើងគួរតែមានថ្នាំសម្លាប់មេរោគសម្រាប់បាញ់ទ្រុងសម្អាតឧបករណ៍និងកន្លែងដាក់ចំណីដាក់ទឹកជាដើមការសម្អាតទ្រុងជាប្រចាំកាត់បន្ថយការឆ្លងជំងឺទី2វីតាមីននិងសារធាតុរ៉ែវីតាមីនអាចប្រើជាអាហារបំប៉ននៅអំឡុងពេលជ្រូកផ្លាស់ទីឬក៏ជ្រូកទើបតែផ្ដាច់ដោះនិងក្រោយមាន stress ផងដែរតែមិនមែនជាថ្នាំសម្រាប់ព្យាបាលជំងឺដែរទេប៉ុន្តែយើងអាចប្រើវាដើម្បីជួយស្ដារកម្លាំងបានទី3គឺថ្នាំទម្លាក់ព្រូនអាចប៉ះពាល់ដល់ការលូតលាស់របស់ជ្រូកយើងគួរអនុវត្តកម្មវិធីទម្លាក់ព្រូនតាមអាយុរបស់ជ្រូកនិងការណែនាំរបស់ពេទ្យសត្វទី4អុកស៊ីក្លីនគឺជាថ្នាំអង់ទីប៊ីយោទិកដែលអាចស្រូបចូលទៅក្នុងចរន្តឈាមបានប្រើសម្រាប់ព្យាបាលជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃហើមសន្លាក់ដាសាយអាប់សែនិងរបួសរលាកផ្សេងទី5អាម៉ុកស៊ីប្រើសម្រាប់ការពារនិងព្យាបាលជំងឺឆ្លងដោយបាក់តេរីមិនតែប៉ុណ្ណោះថែមទាំងជួយកាត់បន្ថយកម្ដៅនិងគ្រុនក្ដៅផងដែរទី6គឺថ្នាំអុកស៊ីតេត្រាស៊ីក្លីនប្រើសម្រាប់ព្យាបាលជំងឺឆ្លងបាក់តេរីនិងជំងឺរលាកសួតការពារនិងព្យាបាលរលាកស្បូននិងក្រពែងដោះហើយក៏ជួយព្យាបាលជំងឺប៉ារ៉ាស៊ីតនៅក្នុងឈាមផងដែរទី7គឺថ្នាំអង្រោគឺជាថ្នាំអង់ទីប៊ីយោទិកដែលយើងប្រើសម្រាប់ព្យាបាលអាការៈរាគនិងជួយទប់ស្កាត់ការឆ្លងបាក់តេរីទី8គឺថ្នាំអុកស៊ីតូស៊ីនដែលជាប្រភេទថ្នាំអរម៉ូនគឺជាថ្នាំប្រើសម្រាប់ជំរុញស្បូនឬយើងអាចហៅថាថ្នាំបើកស្បូននៅពេលដែលយើងធ្វើការបង្កើតកូនជ្រូកព្រមទាំងជួយការពារនិងព្យាបាលអាការៈធ្លាក់ឈាមក្រោយកើតផងដែរសរុបមកអ្នកចិញ្ចឹមជាច្រើនគឺចង់មានថ្នាំប្រភេទទាំងនេះទុកជាស្រេចប៉ុន្តែក៏មិនត្រូវប្រើដោយខ្លួនឯងព្រោះជំងឺមួយចំនួនគឺបង្កដោយវីរុសឬមូលហេតុផ្សេងៗដែលថ្នាំទាំងនេះមិនអាចព្យាបាលបានការប្រើខុសអាចធ្វើឲ្យថ្នាំលែងមានប្រសិទ្ធភាពនិងអាចបន្សល់សំណល់ថ្នាំនៅក្នុងសាច់ផងដែរដូច្នេះមុននឹងធ្វើការប្រើប្រាស់ត្រូវប្រឹក្សាជាមួយពេទ្យសត្វឲ្យបានជាមុនសិនបើសិនជាការវិនិច្ឆ័យរោគរបស់យើងអត់ទាន់ច្បាស់លាស់ជាចុងក្រោយសម្រាប់បងប្អូនដែលចិញ្ចឹមជ្រូកមានបទពិសោធន៍ក្នុងការប្រើប្រាស់ថ្នាំអាច comment នៅក្រោមវីដេអូនេះបានឯខិតទៅមុខជានិច្ចក្តីស្រមៃធំមិនឲ្យលុតបាត់ឡើយអ្នកចិញ្ចឹមសត្វលើកដៃឡើងធ្វើការដោយចិត្តមិនខ្លាចការលំបាកថ្ងៃនេះខំថ្ងៃស្អែកផលមកជោគជ័យកើតពីការមិនបោះបង់លេខចំណេញដល់ខ្លួនឯងកាត់បន្ថយថ្លៃដើមស្មៅអ៊ីស្រាអែលដំឡូងមីជួយបន្ថែមមុំឡើងមិនរងចាំសំណាងមិនខ្លាចការងារធ្ងន់ព្រោះខ្ញុំដឹងថាអនាគតស្ថិតក្នុងដៃខ្ញុំបើអ្នកកំពុងចិញ្ចឹមសត្វកុំបោះបង់ក្តីសង្ឃឹមញើថ្ងៃនេះនឹងក្លាយជាជោគជ័យថ្ងៃមុខអ្នកចិញ្ចឹមសត្វគឺជាអ្នកប្រយុទ្ធពិតប្រាកដ